បាទជំរាបសួរលោកពូបាទលោកពូមានឈ្មោះអីដែរលោកពូពូឈ្មោះខាត់មាសលោកពូចង់ដឹងលោកពូរស់នៅនេះគេហៅឃុំអីដែរលោកពូរស់នៅនេះភូមិនេះគេហៅភូមិព្រៃសង្ហែស្រុកបារាយខេត្តកំពង់ធំបាទនៅហ្នឹងចិត្តផ្សារកំពង់ថ្មចឹងលោកពូបាទផ្សារកំពង់ថ្មបាទហើយលោកពូចង់ដឹងថាពីមុនមកលោកពូមិនទាន់បានប្រើផលិតផលណាកូស៊ីហ្នឹងលោកពូមានបញ្ហាអាឡែស៊ីឬក៏សុខភាពអីខ្លះដែរលោកពូកាលដែលពូមិនទាន់ប្រើហ្នឹងដោយសារពូចេះធ្វើទុកកណ្ដាស់ឈឺក្បាលលងឹតមុខអញ្ចឹងទៅអត់ស្រួលខ្លួនរយកញ្ចឹងកយីនោះវាមិនដាល់ឲ្យវាយើងអត់ស្រួលខ្លួនជារៀងរាល់ថ្ងៃហ្មងវាធ្វើទុកច្រមុះបាទអាឡែស៊ីច្រមុះចេះតែឈួលចេះតែកណ្ដាស់នៅពេលដែលធ្លាក់ខ្យល់ប៉ះក្លិនដែលមិនល្អអញ្ចឹងទៅវាធ្វើឲ្យកណ្ដាស់ជារៀងរាល់ថ្ងៃអញ្ចឹងណាហួយបាទវាងាយនឹងប្រះសាយបាទលោកពូឲ្យជួលោកពូមានដុសសាច់ច្រមុះឬក៏អាលៀកពងកឈឺពងកអីដែរលោកពូពូដុសសាច់ច្រមុះអាលៀកពងកហ្នឹងដល់ក្រោយពីពូប្រើអាណាកូស៊ីទៅឃើញថាវាបានធូរច្រើនអញ្ចឹងណាអូបាទលោកពូអញ្ចឹងលោកពូប្រើហ្នឹងលោកពូប្រើអស់ប្រមាណគ្រាប់ទៅដឹងពីលទ្ធផលណាពូប្រើដំបងប្រើមួយប្រអប់បានធូរអូប្រើមួយប្រអប់ចាលោកពូឲ្យជួលោកពូប្រើហ្នឹងប្រហែលថ្ងៃលោកពូដឹងប្រសិទ្ធភាពបាទប្រហែលជា20ថ្ងៃជាងអូប្រើដល់20ថ្ងៃជាងដឹងប្រសិទ្ធភាពហើយដឹងហ្នឹងលោកពូដឹងថាធូរទៅលើអីខ្លះធូរទៅលើវាទី1វាស្រឡះកំពង់កទី2វាអន់កណ្ដាស់បាទទី3គឺវាបាត់ឈឺក្បាលអញ្ចឹងណាបាទហើយមានធូរទៅលើអីទៀតទេដូចយើងហូបអីបានផ្សេងឬត្រូវម៉ាស៊ីនត្រជាក់ត្រូវចង្ហាល់អីបានកាលពីមុនត្រូវចង្ហាល់ត្រូវម៉ាស៊ីនត្រជាក់អត់បានទេឥឡូវត្រូវបានហើយត្រូវបានខ្លះប៉ុន្តែគាត់ថាយើងកុំនៅយូរអត់បានទៀតបាទតោះតែយើងថានៅមកស្ទុះអីហ្នឹងទៅបានបើនៅយូរទៀតអត់បានទេបាទចេះតែធ្វើទុកមិនដែរលោកពូបើយើងត្រូវសិនត្រជាក់ត្រូវចង្ហាល់អីហ្នឹងណាវាធ្វើទុកពីឈួលចំបោះក្តៅហើយនឹងកណ្ដាស់ហ្នឹងម៉េចកណ្ដាស់ក្រាំងចឹងទៅបាទអាឡែស៊ីចំបោះហ្នឹងធ្វើយើងធ្វើទុកចឹងតែម្ដងបងធ្វើទុកអញ្ចឹងហេធ្វើទុកខ្លាំងជាងគេទៅលើអីដែរលោកពូលើកណ្ដាស់ហ្មងធ្វើឈួលហ្មងអូយើងខំក្លិនអីអត់បានទេអត់បានទេអូហើយជួយើងដូចថាយើងហូបគ្រឿងផ្អាប់របស់ត្រជាក់អីបានទេលោកពូអត់បានទេបាទអញ្ចឹងសប្តាហ៍ថ្ងៃហ្នឹងលោកពូប្រើអស់ប្រហែលកំប៉ុងហើយលោកពូពូប្រើអស់2កំប៉ុងហើយបាទលោកពូប្រើអស់2កំប៉ុងហើយលោកពូប្រើអស់2កំប៉ុងហ្នឹងលោកពូជួយបញ្ជាក់មើលបានជាទៅលើអីខ្លះដែរលោកពូបើវានិយាយរួមជឿជាក់លើណាកូស៊ីហ្នឹងហ្មងដោយសាររាល់ថ្ងៃពូជាបានប្រហែលជា80%ហើយអូ80%ហើយអញ្ចឹងលោកពូជួយបញ្ជាក់មើលលោកពូជាហ្នឹងជាទៅលើអីខ្លះដែរបាត់អីខ្លះបាត់និយាយរួមទី1បាត់ឈួលច្រមុះទី2បាត់ឈឺក្បាលទី3ស្រឡះកំពង់កកណ្ដាស់អីបាត់អស់បាត់ប្រហែលជា80%មួយដូចពូអ្វីដែលពូប្រាប់អាក្មេងអញ្ចឹងណាបាទអញ្ចឹងកណ្ដាស់អីលោកពូបាត់អស់ហើយជួបដោះសាច់ច្រមុះលោកពូមានធ្វើទុករាល់ថ្ងៃហ្នឹងដោយសារពូដកដង្ហើមស្រួលហើយអូគេងស្រួលដកដង្ហើមស្រួលហើយចឹងលោកពូបាទហើយលោកពូសប្តាហ៍ថ្ងៃអាយុប្រហែលហើយលោកពូ54ឆ្នាំហើយ54ឆ្នាំហើយអញ្ចឹងសូមបញ្ជាក់ម្ដងទៀតលោកពូអញ្ចឹងលោកពូជាឲ្យហូបរបស់ផ្អាប់ហូបរបស់ត្រជាក់គ្រឿងសមុទ្រអីលោកពូហូបបានសាច់គោសាច់មាន់អីលោកពូហូបបានទេហូបបានធម្មតាហើយឥឡូវហូបបានធម្មតាលែងធ្វើទុកអីអស់ហើយវាកាត់បន្ថយដល់សល់តែ20%ទេអូអញ្ចឹងហូបអីជាអស់ហើយគ្រឿងផ្អាប់អីរបស់ផ្អាប់របស់ត្រជាក់អីគឺយើងហូបបានបាទអញ្ចឹងអរគុណលោកពូជាចុងក្រោយលោកពូមានពាក្យពេចន៍អីផ្ដាំទៅដល់ពុកម៉ែបងប្អូនដែលគាត់មិនទាន់បានប្រើផលិតផលណាកូស៊ីហ្នឹងប្រើឲ្យបានធូរបានជាដូចលោកពូជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើដល់ពុកម៉ែបងប្អូនណាដែលកើតជំងឺអាឡែស៊ីដូចខ្ញុំសូមបងប្អូនប្រើណាកូស៊ីចុះពិតជាមិនខុសបំណងទេបាទដាក់ទៅដឹងថាមានប្រសិទ្ធភាព100%បណ្ដោយជាដូចលោកពូចឹងបាទជាដូចខ្ញុំចឹងបាទលោកពូជួយបញ្ជាក់មើលជាទៅលើអីខ្លះលោកពូបញ្ជាក់កន្លែងហ្នឹងជាទៅលើការដោះសាច់ច្រមុះបាត់កណ្ដាស់បាត់ឈួលបាត់ឈឺក្បាលអញ្ចឹងណាមួយសាឡាំកំពង់កបាទគេងស្រួលលែងឈឺបាទអញ្ចឹងអរគុណច្រើន